ស្លនេះគឺម៉ាក់ខ្ញុំធ្វើតាំងពីចូលឆ្នាំមកប៉ុន្តែតើមតបានយកមកកាត់អត់ទៅចូលឆ្នាំភ្ជុំអីគឺម៉ាក់ខ្ញុំដាក់ចោលតែជាមួយនឹងស្លការីជាដំបូងម៉ាក់ខ្ញុំយកខ្ទិះដូងមកដាក់វាឆាជាមួយនឹងម្ទេសឆ្អើរអំពូមីងម្ទេសឆ្អើរជ្រាមឲ្យម៉ត់មកបន្ទាប់មកយកមកឆាជាមួយគ្នាហើយដាក់ជាមួយនឹងស្ករត្នោតចូលបន្ទាប់មកកូរវាឲ្យរៀងរលាយតិចមកនេះអំពូមីងកូរវាឲ្យវាលាយស្ករត្នោតហ្នឹងណាឥឡូវគឺថារៀងសប់បែកដាក់ជាមួយនឹងគ្រឿងបុកចូលហើយឆាវាទៀតឲ្យវាចូលគ្រឿងគ្នាឲ្យសប់ចឹងមកអំពូមីងអ៊ំមើលគឺថាឡើងតំណងហ្មងណាគ្រឿងវានឹងហើយដាក់ជាមួយនឹងកាពិហើយនឹងប្រហុកចូលបន្ទាប់មកម៉ាក់ខ្ញុំឈុំវាកូរវាទៅមកចឹងមកខ្ញុំពុំមានគូថាពេលឆានងឈ្ងុយខ្លាំងមែនតើឥឡូវបន្ថែមជាមួយនឹងផ្កាច័ន្ទប្រហែលពី3គ្រាប់នោះមកដាក់ជាមួយនឹងស្លឹកក្រូចសើចគល់លក្ខីហើយនឹងរំដេងឆាវាឲ្យរៀងឈ្ងុយអញ្ចឹងហើយដាក់ជាមួយនឹងសាច់មាន់ចូលតមកកូរទៅមកឲ្យវាចូលសប់គ្រឿងជាមួយនឹងសាច់មាន់ចឹងមកហើយដាក់ជាមួយនឹងម្សៅការីចូលបន្ទាប់មកធ្វើការកូរវាទៀតហើយចាក់ជាមួយនឹងខ្ទិះដូងចូលសម្រាប់ខ្ទិះដូងហ្នឹងគឺម៉ាក់ខ្ញុំប្រើជាមួយនឹងខ្ទិះដូងចុងអំពូមីងបន្ទាប់មករំងាស់វាឲ្យសាច់នឹងផុយឥឡូវបើកមកវិញហើយគឺថាវាហ៊ីងផុយល្មមហើយអំពូមីងដាក់ជាមួយនឹងគ្រឿងរសជាតិចូលមានអំបិលម្សៅស៊ុបទឹកត្រីបន្ទាប់មកក៏វារៀងនេះមកហើយដាក់ជាមួយនឹងខ្ទិះដូងដើមចូលនិយាយទៅគឺថាសាឡហ្នឹងណាម៉ាក់ខ្ញុំធ្វើតាំងពីល្ងាចហ្មងអំពូមីងដោយសារអីម៉ាក់ខ្ញុំយកទៅវត្តតអញ្ចឹងខ្លាចវាលួយដល់ផឹកឡើងបានដាក់បន្លែចូលមានដូចជាត្រឡងការ៉ុតម៉ានេះគឺខ្ទឹមបារាំងអំពូមីងហាន់វាប្រទះចំណទូចចឹងមកអំពូមីងដាក់វារំងាស់ឲ្យវាហ៊ានឆ្អិនណាបើនិយាយពីរសជាតិវិញគឺថាប្រៃផ្អែមឈ្ងុយឆ្ងាញ់ដល់នំលក់ចុងក្រោយហ្មងចា